បាទសួស្តីពុកម៉ែបងប្អូនហើយថ្ងៃនេះថ្ងៃចុងសប្តាហ៍ហើយខែហ្នឹងគឺល្បីខាងត្រេនគឺខែត្រេនហើយអបសុកមិនដឹងទៅណាក៏នឹកឃើញទៅលេងចំការត្រេនបងនៅឯខេត្តកំពង់ចាមស្រុកចំការលើខេត្តកំពង់ចាមអញ្ចឹងចាំទស្សនាទាំងអស់គ្នាផ្លូវដែលទៅចំការហើយនឹងទីតាំងចំការអញ្ចឹងសូមទស្សនាវីដេអូរបស់គ្នាអរគុណឥឡូវខ្ញុំជិះមកដល់ច្រកចេញបរិយាផ្ទះរបស់ខ្ញុំហើយខ្ញុំបាត់ទៅឆ្វេងក្បាលបាត់ទៅស្ដាំក្បាលបាត់ទៅស្ដាំយើងជិះតាមផ្លូវរសីកែវហើយបាត់ទៅឆ្វេងយើងជិះតាមស្ពានពេជ្រាអញ្ចឹងខ្ញុំសម្រេចចិត្តបាត់ឆ្វេងតែម្ដងបន្ទាប់មកយើងជិះបាត់ឆ្វេងហ្នឹងយើងជិះទៅត្រង់រហូតយើងឆ្លងកាត់ស្ពានប្រៃភ្នៅយើងឆ្លងកាត់ស្ពានប្រៃក្តាងបន្ទាប់មកយើងជិះរហូតដល់ពធាយដល់ស្គុនហើយមកដល់តាំងគោកឥឡូវខ្ញុំមកដល់ស្រុកតាំងគោកហើយពេលពុកម៉ែបងប្អូនមកដល់តាំងគោកនៅស្ដាំដៃយើងមានផ្សារមួយគេហៅថាផ្សារតាំងគោកអញ្ចឹងមានផ្លូវទូចមួយនៅច្រកគៀនផ្សារតាំងគោកនៅពេលដែលយើងជិះមកផុតមុខផ្សារបន្តិចមកគឺមានកូនច្រកកូនផ្លូវមួយផ្លូវហ្នឹងគឺទៅស្រុកចំការលើហើយខ្ញុំគឺបត់តាមផ្លូវហ្នឹងបន្ទាប់ពីយើងបត់ស្ដាំហើយយើងជិះមកត្រង់ប្រហែលជា20ម៉ែត្រនៅខាងឆ្វេងដៃមានផ្លាកវិញមួយឈ្មោះទឹកហួរហើយវិញហ្នឹងជាទូកលក់របស់បងស្រីខ្ញុំហើយបើសិនជាបងប្អូនចង់ច្បាស់ផ្លូវបន្ថែមបងប្អូនអាចជប់សួរគាត់បានហើយផុតពីផ្សារហ្នឹងមកបងប្អូនជិះមកត្រង់រហូតវាមានផ្លូវកិច្ចកុចតិចតួចប៉ុន្តែពុកម៉ែបងប្អូនជិះតាមផ្លូវកស៊ូនឹងរហូតមកដល់ភូមិមួយគេហៅភូមិបោះថ្លាន់មកដល់ហ្នឹងវាមានផ្លូវបែកជា4ផ្លូវដីពីខ្សែផ្លូវកស៊ូពីខ្សែអញ្ចឹងបើសិនជាបងប្អូនទៅត្រង់អាហ្នឹងទៅចំការខ្ញុំមានចំការមួយទៀតកន្លែងហ្នឹងគឺចំការមានចន្ទីមានចំការស្វាយមានដូងហើយបើសិនជាបងប្អូនបាត់មកស្ដាំហើយជិះប្រហែលជា2ទៅ3គីឡូបងប្អូននឹងដល់ផ្លូវចូលក្នុងចំការទុរេនអានេះជាផ្លូវចូលចំការហើយខ្ញុំបានមកដល់ផ្លូវចូលចំការហើយឥឡូវខ្ញុំជិះដល់ចំការហើយចំការទុរេនហ្នឹងគឺនៅស្រាប់ដៃហើយយើងបត់មកយើងឃើញមានដើមទុរេនដើមអីហើយយើងមើលទុរេនល្អណាស់ទុរេនច្រើនណាស់ហើយចំការទុរេនហ្នឹងបើតាមខ្ញុំដឹងទំហំដីមាន12ហិកតាអញ្ចឹងយើងដើរទស្សនាមើលផ្លែទុរេនបន្តិចសិន ឥ
hả nó lơ Chính đây tỏ thọt ở trên người ta đặt pizza do mà chỉ cả thế người ta nó bông bay mấy nữa tầm màu chu đây đừng quỳ nơi ổ cái gì hả phòng mình hơi đi đâu nè anh đi cha ơi mưa na mù màu cha áo mưa phong mà giật đút màu tụi xoay không khả nào mày màu pin pin lan cái bao chim mừng ấy mà mình coi màu pin pin mình đã mà nó sờ lạnh lượt đã lượt đá với chút lực ớt lạnh một lạnh một rồi ăn con thuốc quay sao cũng thôi ý trong mà đó trong cả hai phục mại bông bồn hai mà đó chùa nè đại kê Martin đến là chạy đàn phục quát một pi snool một pi mê mốt một pi khai cầm bông tràm hay quạt đăng tam rìa ổn quạt đã nâng và đàn sang cùng tới hay quạt chạm vào đám quạt máu mưa trong ca tề nâng quạt chỉ mà về nhái quạt liên châu nông trong ca tề nói mà nè đó có khóa co chip xe tôi ở bây là mọi đi mình đi chủ chất na còn là khơi khi thật mọt mò hay mà nè đã binh mà cút lan từ hỏi vô lan rất là lan chỉ màu pin trong ca sẽ trả ra cho mà nữ sẽ nông trong ca đại xa lan máu trả đàn pê rất lan hay mình nhớ khoa có đó khơi tiền nè các đại khơi đam tiền đi lợi bán mà khơi đam hỏi mà đó trong ca tao bông pro Người đi, đoạn lơ đâu. ở đây anh em chạy bằng em không chạy bằng em bỏ thật mà cái đi tay bên phải không? lên tay chân không?
លើទាំងខ្ញុំទាំងភ្ញៀវដែលគាត់មកពីទីតាំងផ្សេងមកពីប្រុកផ្សេងខេត្តផ្សេងដូចខ្ញុំអីមកពីពេញអីយើងទិញតរេនរួចរាល់ហើយយើងដាក់ឡានពេញឡានអស់ហើយឥឡូវម្ចាស់ចំការត្រូវជាបងប្រុសខ្ញុំហ្នឹងគាត់មកបិទទ្វាររបងអញ្ចឹងចង់មកលេងគឺយើងប្រាប់មុនដោយសារអីចំការតរេននេះគឺមានទំហំ12ហិកតាហើយមានរបងផាត់ជុំវិញហើយនៅពេលដែលយើងមកលេងបានគេបើកទ្វារនៅពេលដែលយើងចេញទៅវិញគេបិទទ្វារហើយក្រោយពីពួកយើងលេងចំការតរេនហើយយើងក៏ត្រឡប់មកចំការមួយទៀតចំការនៅក្នុងភូមិមួយគេហៅភូមិបាត់ថ្លាន់អញ្ចឹងចេញពីចំការតរេនមកជីរហូតមកដល់មួយមានវត្តមួយហៅវត្តបាត់ថ្លាន់ឆ្លងវត្តនឹងបន្តិចមានស្ពានមួយឆ្លងវត្តនឹងឆ្លងស្ពាននឹងប្រហែលជា150ម៉ែត្រមានផ្លូវបែកជា4ផ្លូវបាត់ឆ្វេងគឺជាផ្លូវកស៊ូបាត់ស្ដាំផ្លូវលំហើយទៅត្រង់ក៏លំហើយយើងបាត់ស្ដាំនៅផ្លូវចូលចំការខ្ញុំហ្នឹងមានក្រាស់សាំងមួយយើងចូលតាមក្រាស់សាំងរហូតទៅយើងជិះតាមផ្លូវនឹងរហូតនឹងដល់ផ្ទះមួយដែលជាផ្ទះនៅក្នុងភូមិហើយផ្ទះហ្នឹងគឺជាផ្ទះដែលខ្ញុំនៅតាំងពីតូចហើយក្រោយពីទំនេរពីការសិក្សាបាកងអីខ្ញុំមកជួយធ្វើការងារឪពុកម្ដាយខ្ញុំនៅក្នុងភូមិហ្នឹងភូមិតាស្លាន់ហ្នឹងបន្ទាប់ឃើញផ្ទះហ្នឹងហើយផ្ទះហ្នឹងនៅឆ្វេងដៃបន្ទាប់ឃើញផ្ទះហ្នឹងហើយពុកម៉ែបងប្អូនជិះទៅមុខរហូតផ្លូវស្អាតរហូតទៅដល់មានផ្លូវមួយបាត់ស្ដាំផ្លូវនឹងស្អាតទៅរហូតដល់បាត់ស្ដាំនឹងដល់ផ្ទះចំការមួយទៀតដែលផ្ទះនេះគឺធ្វើនៅចំការតែម្ដងដើម្បីយើងធ្វើទៅងាយស្រួលក្នុងការប្រមូលភោគផលអីវាស្រួលយើងដាក់នៅទីហ្នឹងតែម្ដងហើយស្រួលចាំចំការទៀតហើយប្រុសស្អាតសង្ហាដែលឈរនេះគឺសម្លាញ់ខ្ញុំហើយនៅស្រុកជាមួយគ្នាហើយទីតាំងនេះគឺយើងមកជួបគ្នាសាជាថ្មីព្រោះគាត់ធ្លាប់មកជាមួយខ្ញុំតាំងពីតូចឥឡូវយើងជួបគ្នាម្ដងទៀតហើយប្អូនប្រុសបើខ្ញុំគាត់ដឹងខ្ញុំមកពីពេញគាត់ sponsor ប្រពែដុតមួយឥឡូវយើងមកហូបប្រពែដុតជាមួយគ្នា
ទៀបតាអង្គក្នុងចិត្តចាំចងអោភូមិតាំងក្រង់ចង់ភ្ជាប់និស័យតប៉ុនថ្នល់បែកនឹងប្រមាត់ដីចំការជ័យស្រីថ្លៃជួបនឹងបងស្វាយមៀងសាមគ្គីដូនធីបងខ្នើអើយអរគុំជ័យយោស្នប់ក៏ឆ្លើយឆ្លងចំការកៅស៊ូយូយូជួបម្ដងចិត្តស្នេហ៍នួនអងបងមិនភ្លេចឡើយស្រុកចំការលើជំទើក្មេងខ្ចីបងសូមចូលស្ដីថ្លៃគុំកន់តាយល់ចិត្តរៀមផងណានាងបងអើយសូមផ្លូវអូនកើយខ្នើយរួមពីសម័យចំការអណ្ដូងបេះដូងជាប់ស្នេហ៍បងសូមថ្នមថែមាសមេលោកស្រីអូនអ្នកចំការវាសនាកាំងវ័យផ្ញើកាយានឹងស្រីដីចំការលើស្រុកចំការលើជំទើក្មេងខ្ចីបងសូមចូលស្ដីថ្លៃគុំកន់តាយល់ចិត្តរៀមផងណានាងបងអើយសូមផ្លូវអូនកើយខ្នើយរួមពីសម័យចំការអណ្ដូងបេះដូងជាប់ស្នេហ៍បងសូមថ្នមថែមាសមេលោកស្រីអូនអ្នកចំការវាសនាកាំងវ័យផ្ញើកាយានឹងស្រីដីចំការលើសំបូរសាប់បាយទេសភាពខៀវខ្ចីចំការជែកស្វាយកាន់សផលទាំងឡាយមានច្រើនអាណែកចំការច័ន្ទទីមានច្រើនហិចតាកៅស៊ូ
នដាច់ភពផលធម្មជាតិវិចខ្ចប់កែច្នៃអូនចាំបានទេកាលវ័យកងមករៀននៅសាលាថ្នាក់ខ្ទមឫស្សីពេលភ្លៀងម្ដងផ្លូវលំបាក់ក្រៃជីងគោក្របីនឹកគូស្រណោះឥឡូវពេលនេះប្រែប្រួលទាំងអស់មិននឹកស្មានសោះមានស្ពានផ្លូវថ្មីមានវត្តពេទ្យធំសាលាស្គមស្កាយដោយសាសនាដៃបាំងប្រជាជនកម្ពុជាចាំបានទេកាលវ័យកងមករៀននៅសាលាថ្នាក់ខ្ទមឫស្សីពេលភ្លៀងម្ដងផ្លូវលំបាក់ក្រៃជីងគោក្របីនឹកគូស្រណោះឥឡូវពេលនេះប្រែប្រួលទាំងអស់មិននឹកស្មានសោះមានស្ពានផ្លូវថ្មីមានវត្តពេទ្យធំសាលាស្គមស្កាយដោយសាសនាដៃបាំងប្រជាជនកម្ពុជា